ចាសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី2ហើយនៅថ្ងៃទី3គឺខ្ញុំកាត់វីដេអូចូលគ្នាតែមួយតែម្ដងចាអញ្ចឹងព្រឹកថ្ងៃទី2នេះគឺពួកយើងទាំងអស់គ្នាពាក់សម្លៀកបំពាក់ពណ៌ខ្មែរទាំងអស់គ្នាតែម្ដងចា schedule របស់ពួកយើងសម្រាប់ព្រឹកនេះគឺពួកយើងចាប់ដើមមុនគេគឺយើងហាត់បាឡេរយៈពេល45នាទីចាបន្ទាប់ពីពួកយើងហាត់ប្រាណរយៈពេល45នាទីមកគឺពួកយើងចាប់ក្រុមចាក្នុងក្រុមមួយគឺមានគ្នា6នាក់អញ្ចឹង6នាក់នោះដែរគឺពួកយើងត្រូវការរៀបចំ exercise និងបတ်ចម្រៀងឲ្យត្រូវគ្នាចាពួកយើងឥឡូវនេះគឺចូលដល់ម៉ោង break time ហើយម៉ោងកាហ្វេម្នាក់គឺស្វាយអស់មែនតើហ្នឹងគឺពួកយើងចាប់ដើមរៀប schedule សម្រាប់ថ្ងៃស្អែកអញ្ចឹងពេលយើងរៀប schedule រួចពួកយើងប្រហាត់គ្នានិងហាត់សមដើម្បីស្អែកព្រោះស្អែកហ្នឹងគឺដល់ពួកយើងទាំងអស់គ្នាគឺប្រហាត់គ្នាម្នាក់ម្ដងមិនថាខ្ញុំមិនថាពួកគាត់គឺពួកយើងទាំងអស់គ្នាមានអារម្មណ៍ថាភ័យសម្រាប់ថ្ងៃស្អែកអញ្ចឹងនៅសាលាពួកយើងមិនចប់ហើយបានទៅតែហែងខ្លួនហើយខ្ញុំមិនដូរតែគឺខ្ញុំហាត់សមបន្ថែមនៅកន្លែងអាងហែងអញ្ចឹងគឺខ្ញុំត្រូវការស្ដាប់បទចម្រៀងបដានិងរៀបចំ exercise បដាថាបទចម្រៀងដែលខ្ញុំដាក់ហ្នឹងគឺវាត្រូវនឹងជាមួយថ្នាក់របស់ខ្ញុំ cool down បញ្ចប់ថ្នាក់នឹងអត់ចាឥឡូវយើងចូលដល់ថ្ងៃចុងក្រោយគឺពួកយើងទាំងអស់គ្នាគឺតម្រូវពាក់កាវសហើយពួកខ្ញុំដែរឥឡូវនេះកំពុងហាត់សមមកខាងមុខបន្ទប់ទឹកពួកអីខាងមុខគ្រប់ទី1គេកំពុងតែហាត់សអញ្ចឹងពេលចាប់គ្រប់ទី1គឺចូលដល់គ្រប់ពួកខ្ញុំហើយខ្ញុំបដិសេធមែនតើខ្ញុំអត់មានវីដេអូពេលដែលហាត់ព្រោះអីវីដេអូនោះគឺនៅម្នាក់ទៀតហើយខ្ញុំអត់បាន airdrop ចេញពីគាត់ហ្នឹងហើយឥឡូវនឹងដែរគឺគ្រូគាត់កំពុងតែដាក់បន្ទុកឲ្យគ្រប់ពួកខ្ញុំខ្ញុំតោះទៅស្ដាប់គ្រូឲ្យ feedback ទាំងអស់គ្នាតែគ្រូនិយាយមិនខ្លះYou will not copy me, you're not copying anyone that inside of your expression. Show me what you like. You feel, actually, you feel you. សម្រាប់ feedback វិញគាត់ឲ្យទាំងចំណុចល្អទាំងចំណុចមិនល្អអញ្ចឹងខ្ញុំនឹងប្រាប់ពីចំណុចតែមិនល្អរបស់ខ្ញុំចំណុចមិនល្អរបស់ខ្ញុំគឺខ្ញុំអៀនហើយនឹងខ្ញុំរាប់នឹងនិយាយអត់សូវលឺគេស្ដាប់បានហើយមួយទៀតវិញគឺខ្ញុំអត់ចេះរាំទេអញ្ចឹងវាជាលើកទី1របស់ខ្ញុំដែលខ្ញុំរាំអញ្ចឹងកន្លែងដែលខ្ញុំសើចខ្ទប់មុខហ្នឹងគឺគាត់សរសើរថាខ្ញុំបានរើសបទចម្រៀងដែលត្រូវនឹងថ្នាក់ cool down របស់ខ្ញុំអញ្ចឹងគឺខ្ញុំឆ្លាញ់ថ្នាក់របស់ពួកគាត់មែនតើគឺពួកគាត់តម្រូវឲ្យពួកយើងបង្កើតបទចម្រៀងខ្លួនឯងរៀបចំ exercise ខ្លួនឯងហើយនិយាយរំទៅរៀប program ហើយជ្រើសរើស exercise មួយណាដែលយើងចូលចិត្តបទចម្រៀងមួយណាដែលយើងឆ្លាញ់ជាងគេអញ្ចឹងក្នុងវីដេអូនេះដែរគឺខ្ញុំចង់បញ្ជាក់ថាខ្ញុំពិតជាសំណាងមែនតើដែលខ្ញុំរើសចំការងារដែលខ្ញុំឆ្លាញ់ហើយនឹងពេញចិត្តធ្វើវាដែលមានអារម្មណ៍ថានឹងធន់ខ្ញុំតែងតែចង់ធ្វើអីថ្មីរៀនអីថ្មីបន្ថែមដើម្បីអីគឺដើម្បីឲ្យថ្នាក់ខ្ញុំកាន់តែល្អប្រសើរឡើងជាងមុនចាអញ្ចឹង feedback ផងពួកគាត់គឺល្អមែនតើសម្រាប់ខ្ញុំកាន់តែមានអារម្មណ៍ថាចង់រៀនអីបន្ថែមថ្មីទៀត Space for them. So your personality andចាអញ្ចឹងថ្នាក់ចុងក្រោយនេះគឺហៅថាថ្នាក់ meditation ថ្នាក់ meditation នេះដែរគឺខ្ញុំធ្វើឲ្យមនុស្ស20នាក់គឺយំទាំងអស់គឺពួកគាត់ថាពិសេសខ្ញុំមិនចង់អោបអ្នកឯងខ្លាំងមែនតើអ្នកនេះគឺជា power bank មួយអញ្ចឹងពេលយើងទៅយកសញ្ញាបត្រហ្នឹងគឺគេតម្រូវពួកយើងទាំងអស់គ្នារាំ Make your own style show it ខ្ញុំក៏បានប្រាប់ពួកគាត់ទៅវិញថាខ្ញុំអត់ចេះរាំទេខ្ញុំអត់ដឹងធ្វើម៉េចទេទៅគាត់លើកទឹកចិត្តខ្ញុំទាំងអស់គ្នាទាំងពិសេស go you can do it you can do everything what you want to do try it do it and I can do it I can do everything what I want to do try it អញ្ចឹងវីដេអូនេះដែរពេលដែលយើងចង់ធ្វើអ្វីមួយគឺយើងត្រូវធ្វើវាធ្វើឲ្យចេញពីចិត្តឲ្យអស់ពីចិត្តយើងនឹងទទួលលទ្ធផលអ្វីដែលយើងបានធ្វើកុំស្ដាប់អ្នកដទៃយើងធ្វើអ្វីក៏ដោយលទ្ធផលគឺប៉ះពាល់ដល់អ្នកដទៃអញ្ចឹងក្នុងវីដេអូនេះដែរពីមុនមកគឺខ្ញុំមិនដែលហ៊ានធ្វើអីទាំងអស់គឺខ្ញុំខ្លាចគេនិយាយថាអត់ល្អគេថាខ្ញុំធ្វើអត់បានហើយខ្ញុំក៏អត់ធ្វើខ្ញុំចំណាយពេលចោលឡើងអស់ពាក់កណ្ដាលជីវិតបានខ្ញុំហៅអ្វីដែលខ្ញុំចូលចិត្តហើយខ្ញុំស្រឡាញ់ឃើញអ្វីក៏ដោយដែលយើងចង់ធ្វើយើងត្រូវចាប់តាមធ្វើលើគ្រប់យ៉ាងគឺវាដែលហួសពេលឬបើសិនជាយើងចង់ធ្វើវាអ្វីដែលហួសពេលនោះពេលដែលយើងគិតហើយប៉ុន្តែយើងអត់ធ្វើវាយើងខ្លាចភាពបរាជ័យខ្លាចដួលអាហ្នឹងឯងគឺជាពាក្យថាហួសពេលអញ្
ចឹងពួកយើងសល់ពេលវេលាត្រឹមតែមួយអាទិត្យទេគឺចូលដល់ឆ្នាំថ្មីឆ្នាំ2026ហើយពួកយើងគឺត្រូវតែ set up goal ជីវិតពួកយើងថាពួកយើងត្រូវធ្វើអីខ្លះត្រូវរៀនអីបន្ថែមខ្លះបើយើងចង់បានសង្គមមួយដ៏ល្អសង្គមនោះគឺកែប្រែចេញពីពួកយើងត្រូវតែមានចំណេះរៀនខ្លួនដើម្បីពង្រឹងសង្គមនិងប្រទេសយើងឲ្យកាន់តែល្អប្រសើរជាងមុនចឹងវីដេអូនេះដែរគឺខ្ញុំចង់បញ្ជាក់ថាខ្ញុំទៅបាលីតាំងពីខែ11ថ្ងៃទី20ម៉េចគុំកថាប្រទេសកំពុងតែមានបញ្ហាខ្លួនឯងទៅដើរលេងជាសុទ្ធចាំអីហើយកុំមានបញ្ហានឹងកាត់ឡើងហើយចាឥឡូវនេះដែរគឺនៅតាមផ្លូវទៅបលីនហោះអញ្ចឹងខ្ញុំត្រូវ fly ពីបាលីទៅសិង្ហបុរីរយៈពេល2ម៉ោងកន្លះទៅ3ម៉ោងអូបងប្អូនខ្ញុំរំលឹកមួយប្រយ័ត្នដូចខ្ញុំនៅបាលីនិងសិង្ហបុរីគឺម៉ោងដើរលឿនជាងនៅស្រុកខ្មែរយើងមុន1ម៉ោងពីស្លំម៉ោងដូចខ្ញុំចាឥឡូវនឹងដែរគឺខ្ញុំបានមកដល់ផ្លេងយន្តហោះនៅស្រុកខ្មែរយើងផ្លេងយន្តហោះយើងពិតជាស្អាតខ្លាំងមែនតើ Thank you for watching my vlog. Bye.